បាទបរិបទនៃនយោបាយសង្គមយើងមួយរយៈចុងក្រោយនេះមានការជជែកពីឈាមថ្មីហើយឈាមថ្មីសង្គមបកឈាមថ្មីសង្គមនានាការនយោបាយទស្សនៈកំណត់ថ្មីហើយខ្ញុំក៏សង្ឃឹមថាឈាមថ្មីទាំងអស់ហ្នឹងនឹងមានបរិបទថ្មីបរិបទជឿនលឿនដោយប្រទេសដែលរីកចម្រើនហើយយើងហ៊ានប្រកួតប្រជែងគ្នាដោយយុត្តិធម៌ដោយត្រឹមត្រូវคล้ายទៅជាមនុស្សដែលមានគេថាផ្នត់គំនិតជឿនលឿនហើយយើងទៅខ្លាចអីបើយើងគិតថាយើងប្រកែយើងមានសមត្ថភាពអីយើងទៅខ្លាចអីនឹងការប្រកួតប្រជែងដោយទស្សនៈដោយគំនិតអញ្ចឹងពេលដែលយើងប្រកួតប្រជែងឈ្នះដោយគំនិតថ្មីអាភាពត្រឹមត្រូវនោះវាថ្លៃថ្នូរដល់ខ្លួនឯងផងហើយវាជួយដល់សង្គមជាតិឲ្យរីកចម្រើនឲ្យមានភាពរឹងមាំអាចថាដូចប្រទេសនៅក្នុងតំបន់ក៏បានដូចប្រទេសនៅលើពិភពលោកក៏បាន